ជាទស្សនវិជ្ជាការរៀបចំសង្ក្រាន្តនៅខេត្តសៀមរាបឆ្នាំ2025ថ្ងៃនេះថ្ងៃទី13ស្អែកយើងចូលឆ្នាំថ្មីនៅមុខសាលាខេត្តនេះគេចំសង្ក្រាន្តគេបានចំបានស្អាតឆ្នាំនេះស្គរໄວនេះស្គរໄວខាងមុខសាលាគរុកសលរុក្ខសិស្សត្រែងសន្តិភាពនេះនៅមុនមួយថ្ងៃទី13ចឹងចាប់ពីថ្ងៃស្អែកទៅប្រហែលជាមិនមានធ្វើការធ្វើចរាចរណ៍បានទេតែគេបិទផ្លូវកាយចំឲ្យស្មើជើងនឹងការលេងកម្សាន្តពីខាងនេះគឺមានស្តង់ច្រើនស្តង់ច្រើនណាស់វាធ្វើជាវិថីចម្រុះពណ៌ចរាចរណ៍មានដើមហើយអានេះស្តង់ខាងក្រសួងបរិស្ថានទីបរិស្ថានតាមឈើវ៉ាវ nice ទីកុំហាត់ចំតមយ៉ាងស្អែកលើទៅផងលើទៅផ្សារខាងនោះពីនាទី7-Eleven 24 ម៉ោងបាយបាយរីករាយឆ្នាំថ្មី2025